តើអ្នកទាំងអស់គ្នានៅចង់បញ្ចប់ចង់ដឹងអំពីរបៀបនៃការប្រើប្រាស់កិរិយាសព្ទ to be am is ហើយនឹង are នៅក្នុងភាសាអង់គ្លេសដែរឬទេ Do you want to finally understand how to use am is and are in English តោះយើងរៀនរបៀបនៃការប្រើប្រាស់កិរិយាសព្ទ to be ងាយហើយនឹងច្បាស់លាស់នៅក្នុងបច្ចុប្បន្នកាលធម្មតា Let's learn the present simple with be in a simple and clearly way គន្លឹះ4ក្នុងការប្រើប្រាស់ភាសាអង់គ្លេសក្នុងបច្ចុប្បន្នកាលធម្មតាជាមួយនឹង verb to be 4 tip to master present simple with be គន្លឹះទី1ការប្រើប្រាស់ Tip number 1 usage យើងប្រើប្រាស់បច្ចុប្បន្នកាលធម្មតាជាមួយនឹងកិរិយាសព្ទ to be ដើម្បីនិយាយអំពី We use present simple with be to talk about 1. ឈ្មោះហើយនឹងការងារ 1. Name and job 2. អារម្មណ៍ហើយនឹងលក្ខណៈ 2. Feeling and condition 3. សញ្ជាតិហើយនឹងដើមកំណើត 3. Nationality and origin 4. អាយុហើយនឹងពេលវេលា 4. Age and time 5. ទីតាំង 5. Location គន្លឹះទី2សំណង់ល្បះ Tip number 2 Sentence structure ប្រយោគស្របគឺប្រធានបូកជាមួយនឹង verb to be បូកជាមួយនឹងកម្មបទប្រយោគបដិសេធប្រធានបូកជាមួយនឹង verb to be បូកជាមួយនឹង not បូកជាមួយនឹងកម្មបទប្រយោគសំណួរ yes ហើយនឹង no verb to be បូកជាមួយនឹងប្រធានបូកជាមួយនឹងកម្មបទបូកជាមួយនឹងសញ្ញាសួរប្រយោគសំណួរជាមួយនឹងពាក្យជាសំណួរពាក្យជាសំណួរបូកជាមួយនឹង verb to be បូកជាមួយនឹងប្រធានបូកជាមួយនឹងកម្មបទបូកជាមួយនឹងសញ្ញាសួរ Positive sentence subject plus verb to be plus object Negative sentence subject plus verb to be plus noun plus object Yes no question verb to be plus subject plus object plus question mark W8 question W8 word plus verb to be plus subject plus object plus question mark គន្លឹះទី3លក្ខខណ្ឌនៃការសរសេរនៅក្នុងការសរសេរកិរិយាសព្ទ to be នៅក្នុងបច្ចុប្បន្នកាលធម្មតាអត់មានការប្រែប្រួលទេយើងគ្រាន់តែចំណាំ am គឺប្រើជាមួយនឹង I is គឺប្រើជាមួយនឹង he they it are គឺប្រើជាមួយនឹង we you they Tip number 3 Spelling rules No spelling change for be in present simple Just remember am with I is with he they it are with you we they គន្លឹះទី4ពាក្យបញ្ជាក់អំពីពេលវេលាសូមចំណាំថាវាមិនមានពាក្យបញ្ជាក់អំពីពេលវេលានៅក្នុងបច្ចុប្បន្នកាលធម្មតាជាមួយនឹង be ទេ Tip number 4 Time marker Notice there isn't time marker for be in present simple ឥឡូវនេះអ្នកទាំងអស់គ្នាដឹងអំពីរបៀបនៃការប្រើប្រាស់កិរិយាសព្ទ to be am is ហើយនឹង are ត្រឹមត្រូវនៅក្នុងបច្ចុប្បន្នកាល
ធម្មតា Now you know how to use am is and are correctly in present simple ចូលចិត្តសូម comment ហើយនឹង subscribe ដើម្បីបានទទួលមេរៀនភាសាអង់គ្លេសរៀងរាល់សប្តាហ៍ Like comment and subscribe for more English lesson every week សូមអរគុណ